Rương Pren Khmer Phiệu Muối Rương Tì Buôn Rương Cùng Hiền Các bị Pren ní miên manu mẹ chmua công miên propon pì muối chmua niềng ám muối chmua niềng cùng Ngày muối nẹ công non propon tàng pì nẹ từ xua bong ôn nơi sọc ngày Tam phơ nơi sọc nút miên kla xã hào nẹ công bần đa propon tàng pì nẹ từ đo prey thô muối chất sọc kể Prey nút tanh từ miên kla đanh kham manu cô cổ bay si đã rười rười Lưu nẹ công một đo còn lại nút khla có stu đành sài sân thọ pi trong ngày một nẹ công rốt cho rùm chơ nhọ đai nhọ chớng rịa nôm pru phay nè niềng am nâng niềng cúng không prut khnia vi khla nút slap từ ai nẹ công khơi propon vi khla slap hai bàn stu mini tranh pi rùm chơ một yóc đồng bóng vi khla slap nút thảm tiệt propon tàng pi bẩn tục đầy thà Kla kì vi ngọp hái thưa chia một vi tham tiệt pro ấy cũng xạ nhi mà lẽ nẹ công chê bầm piên tơ propon hà mình đai miên srei na vi kla slap tê miên tà pro tơ hiên vi kla to tà slap hai nẹ công có bàn vào vua trong kla nút non propon sang cho tơ khổng srok ở nẹ srok hơn nẹ công sang kla mô co bộ bùa khnia tàu mời piếc bình hai kê xua thà anh thưa đôi mặt đất ban chỉ ban khla ni bật khla ni xã hào pek nè vi tan tại kham manu mania cô cổ bay si tràn na hơi propon nè công con nì dê pram nè srok tha nè công cọt khơi khla bị bào mốc cọt rốt trôiក្នុងរូងឈើខ្ញុំពីរអ្នកជាស្រីព្រួតគ្នាវាយខ្លាតតែស្លាប់អ្នកគង់លឺប្រពន្ធនិយាយប្រាប់គេដូច្នោះក៏បញ្ជោរំលោភទៅលើប្រពន្ធថាមិនដែលមានស្រីណាខ្លាំងពូកែហ៊ានវាយខ្លាស្លាប់ទេមានតែប្រុសទៅខ្លាំងពូកែហ៊ានវាយខ្លាឲ្យស្លាប់បានអ្នកគង់ក៏អួតប្រាប់អ្នកស្រុកថាកាលដែលខ្លាវាស្ទុះមកនឹងខាំដូច្នេះខ្ញុំដាក់ស្នៀតគុណដូច្នេះបានជាវាយវាបានហើយអ្នកគង់ធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើលឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់រាល់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីថ្ងៃនោះមកលើល្បីឈ្មោះគង់ហ៊ានជាអ្នកពូកែចេះគុណវាយខ្លាស្លាប់រឿងនេះជ្រាបដល់ស្ដេចក៏ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាមលុះយូរបន្តិចទៅជួនជាមានសឹកគេលើកមកច្បាំងយកនគរស្ដេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានឮស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នេះភ័យណាស់ពុំដឹងគិតធ្វើដូចម្ដេចនឹងមិនទៅច្បាំងមិនបានត្បិតស្ដេចទ្រង់ប្រើហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផងត្រឡប់មកវិញដេកសន្ធឹកសន្ធ័យអត់បាយប្រពន្ធទាំងពីរនាក់ចូលទៅសួរថាម្ដេចបានជាអ្នកដេកអត់បាយដូច្នេះមានហេតុភេទអ្វីប្រការដូចម្ដេចគង់ហ៊ានប្រាប់ថាត្បិតស្ដេចទ្រង់ប្រើបងឲ្យទៅច្បាំងសឹកឥឡូវនេះបងខ្លាចសឹកនោះណាស់មិនដឹងគិតធ្វើដូចម្ដេចទេប្រពន្ធឆ្លើយឡើងថាអ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យឆ្អែតងូតទឹកឲ្យស្រួលខ្លួនចុះគង់ហ៊ានឮប្រពន្ធលួងលោមដូច្នោះបានធូរក្នុងចិត្តក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់ទៅច្បាំងលុះរៀបរួចហើយបានដល់វេលាល្អក៏ចូលក្រាបបង្គំលាស្ដេចចេញទៅច្បាំងយកទាំងប្រពន្ធទាំងពីរទៅផងគង់ហ៊ានជិះខាងក្បាលដំរីប្រពន្ធជិះខាងក្រោយមានរេពលហែហោមអមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាសពេញលុះជិះទៅចិត្តខ្មាំងសត្រូវមើលឃើញច្បាស់ប្រកបគង់ហ៊ានភ័យណាស់លិចអាចលិចនោមញ័រដៃញ័រជើងដោយគេអង្រួនក្បាលដំរីឯដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោលសម្រុកចូលទៅមុនរេពលទាំងអស់គ្មាននរណាតាមទាន់ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបល់ដំរីចូលដូច្នោះគិតស្មានថាមេតបនេះពូកែណាស់ក៏បាក់តបចាញ់រត់យកតែព្រះអាយុរៀងខ្លួនទៅគង់ហ៊ានឃើញខ្មាំងរត់ទៅអស់ក៏ធ្វើជាអួតក្អេងក្អាងឲ្យនាម៉ឺននិងរេពលកោតខ្លាចអស់នាម៉ឺនឃើញគង់ហ៊ានលេចអាចដាក់ក្បាលដំរីស្អុយពាសពេញដូច្នោះគេសួរថាលោកមេតបហេតុអ្វីក៏លេចលេមួដូច្នោះគង់ហ៊ានឆ្លើយឡើងថាបើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃនឹងចុះទៅដោះទុកសัตว์នៅឯណាបានមានតែដោះទុកសัตว์លើក្បាលដំរីដូច្នេះឯងបើរវល់តែដោះទុកសัตว์ខ្មាំងវាមិនកាត់ស្លាប់អត់អំពើទៅហើយឬអស់នាម៉ឺននិងរេពលឬគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញាគេដឹងថាគង់ហ៊ានខ្លាចអ្នកខ្លះមិនសូវមានប្រាជ្ញាក៏កោតខ្លាចគង់ហ៊ានណាស់ឯគង់ហ៊ានបានឈ្នះទ័ពត្រឡប់ចូលមកក្នុងនគរវិញហើយចូលទៅក្រាបថ្វាយបង្គំស្ដេច
ស្ដេចទ្រង់ជ្រាបថាគង់ហ៊ានទៅច្បាំងឈ្នះដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅទ្រង់ត្រេកអរណាស់ទ្រង់ព្រះរាជទានយស័ក្តិជានិមឺនធំហើយព្រះរាជទានព្រះរាជទ្រព្យគ្រឿងវណ្ណាការជាច្រើនតាំងអំពីថ្ងៃនោះមកគង់ហ៊ានរត់តែអួតក្អេងក្អាងខ្លាំងឡើងទៀតលុះក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខាំមនុស្សម្នាអ្នកឈ្មោះជួញលក់ដូរខាងរកស៊ីជើងទឹកជើងកំពង់គេខ្លាញ់រអាគ្រប់គ្នាមិនមានអ្នកណាហ៊ានចុះងូតទឹកសោះអស់រាលំបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្ដេចទ្រង់ត្រាស់ប្រើឲ្យគង់ហ៊ានទៅចាប់ក្រពើឯគង់ហ៊ានឮព្រះបន្ទូលដូច្នោះនឹកភ័យណាស់ប៉ុន្តែមិនហ៊ានទៅតឹងព្រះរាជបន្ទូលក៏ទទួលថានឹងយកអាសាសូមទ្រង់កុំព្រួយព្រះរាជហឫទ័យឲ្យសោះគង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថាគេអើយឥឡូវនេះស្ដេចទ្រង់ប្រើយើងឲ្យទៅចាប់ក្រពើក្នុងទន្លេត្បិតក្រពើសាហាវណាស់ម្ដងនេះមកជាមិនរួចខ្លួនទេមកជាក្រពើខំស្លាប់មិនខានពីមុននៅលើគោគ្រាន់នឹងមើលទៅឃើញឥឡូវនេះនៅក្នុងទឹកនឹងធ្វើដោយម្ដេចកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រើហើយនឹងមិនទៅក៏មិនបានបើដូច្នេះមានតែទៅលោតទឹកឲ្យក្រពើខំស្លាប់តែម្ដងទៅគង់ហ៊ានកិត្តគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅអស់កូនក្មួយមកធ្វើជាទៅចាប់ក្រពើអស់មនុស្សម្នាមហាជនបានឮថាគង់ហ៊ានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពាសពេញលុះគង់ហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពើហាលមកបបច្រាំងត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រកៀបគាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដែលគិតថាលោតទៅឲ្យក្រពើវាខំឲ្យស្លាប់តែម្ដងទៅប៉ុន្តែក្រពើឮសូរសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ព្រឺតប្រាំងលោតឡើងដោយគេប្រហោកក្នុងប្រកៀបឈើជាប់ពាក់កណ្ដាលខ្លួនរុញទៅមុខក៏មិនរួចថយក្រោយក៏មិនរួចគង់ហ៊ានមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះស្រែកបង្គាប់កូនក្មួយឲ្យយកលំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅឯអ្នកដែលមើលតែប៉ុន្មានគេគិតថាគង់ហ៊ានចាប់ក្រពើបោះមកលើជាប់នឹងដើមឈើក៏កោតខ្លាចគង់ហ៊ានក្រៃពេកគង់ហ៊ានបានឃើញក្រពើស្លាប់ដូច្នោះក៏រត់តែក្អេងក្អាងអួតខ្លាំងពូកែឡើងទៀតហើយចូលទៅក្រាបទូលស្ដេចតាមខ្លួនបានចាប់ក្រពើចោលមកលើគោកស្ដេចក៏ទ្រង់សពព្រះរាជហឫទ័យប្រើព្រះរាជទានយសក្ខីឲ្យគង់ហ៊ានឡើងជាធំលើពីមុនទៀតហើយទ្រង់ព្រះរាជទានទាំងអំណាចទាំងរង្វាន់ជាច្រើន